បាទបងប្អូនទាំងអស់គ្នាយើងមកដល់ថ្ងៃនេះបើយើងគិតទៅគោលការណ៍ 300k របស់ក្រុមហ៊ុន Facebook ឃើញថាកន្លងផុតទៅអស់រយៈពេល1សប្តាហ៍ហើយអស់7ថ្ងៃហើយបងប្អូនបាទហើយបងប្អូនណាខ្លះដែលធ្វើបាននេះដូចរបស់ខ្ញុំនេះខ្ញុំធ្វើបានក្រុមហ៊ុន Facebook គាត់ត្រូវការតែ 300k ទេប៉ុន្តែរយៈពេល1សប្តាហ៍នេះគឺខ្ញុំធ្វើបាន 691k អញ្ចឹងលើសពីអ្វីដែលក្រុមហ៊ុន Facebook ត្រូវការអញ្ចឹងបងប្អូនណាខ្លះដែលធ្វើបានអាចចំណាយពេលស្ដាប់បន្តិចទៅបាទបងប្អូនដែលដឹងហើយក៏ដឹងទៅអូសរំលងក៏បានដែរប៉ុន្តែសម្រាប់បងប្អូនយើងដែលមិនទាន់ដឹងថាពេលគ្រប់គោលការណ៍ហើយយើងត្រូវរៀបចំអីខ្លះត្រៀមអ្វីខ្លះនេះដោយរបស់ខ្ញុំនេះវានឹងគេហៅថាភាសាសម្រាយថានឹងផ្ដល់ព័ត៌មានត្រឡប់មកឲ្យយើងវិញនៅដំណាច់ខែសីហាដាច់ខែ8đóបានឲ្យយើងសិតអាប់ឬក៏ខុសគោលការណ៍ត្រឹមត្រូវគោលការណ៍អីគឺផុតខែ8អញ្ចឹងទោះបីថាយ៉ាងណាក៏ដោយពេលដែលយើងធ្វើបានគឺយើងត្រូវត្រៀមបងប្អូនត្រៀមទាំងអស់គ្នាបាទត្រៀមទី1ដែលសំខាន់នោះមានអ៊ីនធឺណិតគ្រប់គ្រាន់បងប្អូនបាទបើអត់អ៊ីនធឺណិតក៏យើងធ្វើការមិនកើតដែរទី2មានព័ត៌មានអំពីធនាគារសម្រាប់ទម្លាក់លុយបាទទី3នោះត្រៀមគេហៅថា pay out បាទបងប្អូនខ្លះមិនយល់ទេថាស្អីទៅ Facebook ស្អីទៅ pay out បាទអញ្ចឹងកន្លែងខ្លះខ្ញុំបរិយាយនៅពេលនេះតែកន្លែងខ្លះក៏យើងពិបាកនឹងបរិយាយដែរបាទត្រៀមមួយទៀតគឺប្រទេសដៃគូបាទរៀងមានសម្លេងរំខានបាទដៃគូរបស់យើងហ្នឹងយើងសិតអាប់ pay out យើងឲ្យធ្លាក់នៅធនាគារប្រទេសណាព្រោះថាប្រទេសខ្មែរយើងអត់មានសិទ្ធិទេបងប្អូនអត់ទាន់មានសិទ្ធិពេញលេញទេបាទពីដើមភាគច្រើនអ្នកខ្លះគាត់មានដៃគូនៅអាមេរិកមានដៃគូនៅកាណាដានៅប្រទេសចៅឆ្លៀនពៀនយើងនេះភាគច្រើនសបោតែឥឡូវប្រហែលជាលែងមានហើយអញ្ចឹងយើងត្រូវមានដៃគូរបស់យើងបងប្អូនបាទហើយពេលហ្នឹងក្រុមហ៊ុនគាត់ពិចារណាទៅលើ content នីមួយៗរបស់យើងហ្នឹងគឺលំអិតថារបស់យើងហ្នឹងមានយកពីរបស់គេមកផុសឬក៏ជាប់ copyright បំពេញទៅនឹងគោលការណ៍សហគមន៍និងផ្សេងជាច្រើនទៀតបងប្អូនហ្នឹងហើយការធ្វើនេះវាស្ថិតនៅលើប្រទេសដែលមានសិទ្ធិដែរឬអត់អញ្ចឹងត្រូវមានច្រើនណាស់ដែលក្រុមហ៊ុន Facebook ផ្ទីលំអិតមុននឹងដាក់យើងជាដៃគូរកលុយជាមួយនឹង content យើងមានប្រយោជន៍ដល់សង្គមដែរឬទេមានគេចូលចិត្តមើលច្រើនដែរឬអត់បាទអញ្ចឹងដើម្បីឲ្យជ្រាបច្បាស់ព្រោះថាក្រុមហ៊ុន Facebook នេះគឺប្រែប្រួលអាប់ដេតស្ទើររាល់ថ្ងៃនេះអញ្ចេះស្អែកឡើងទៅអញ្ចោះបាទអញ្ចឹងចាំដល់ពេល set up ទៅបងប្អូននឹងអាចដឹងថា set up ទៅវាយ៉ាងម៉េចបាទសម្រាប់ដូច
ភ័យខ្ញុំមួយនេះគឺខ្ញុំត្រៀមបានត្រៀមរួចរាល់អស់ហើយបាទហើយក៏មិនមានសង្ឃឹមអីមុតមមថានឹងបាន អីដែរអាស្រ័យជួនកាលធ្វើបាន10ពេកពេលសិតអាប់ទៅទទីទាំងអស់ក៏មានដែរបាទបាទអញ្ចឹងយើងរងចាំទាំងអស់គ្នាទៅបងប្អូនបាទខ្ញុំសូមបរិយាយប៉ុណ្ណឹងបាទហើយបងប្អូនបើមានចម្ងល់អីអាច comment សួរនៅខាងក្រោមវីដេអូនឹងបានអ្វីដែលខ្ញុំចេះខ្ញុំប្រាប់អ្វីដែលខ្ញុំមិនចេះមិនដឹងខ្ញុំមានធីមរបស់ខ្ញុំមានគ្រូល្បីៗនៅចាំជួយជ្រោមជ្រែងពីក្រោយទៀតបាទអញ្ចឹងបើមានចម្ងល់អីបងប្អូនអាច comment សួរគេហៅថាម៉ាសារីបងប្អូនសួរ24ម៉ោងលើ24ម៉ោងទំនេរថ្មើរណាឆ្លើយតបបងប្អូនថ្មើរហ្នឹងមានខុសឆ្គងមានត្រឹមត្រូវបងប្អូនអាចចេញជាមតិកែលម្អបានបាទសូមអរគុណសម្រាប់ការតាមដានទស្សនាក៏ដូចជាតាមដានស្ដាប់បាទសូមអរគុណសូមឲ្យជោគជ័យទាំងអស់គ្នានៅដំណាច់ខែ8នេះបាទ